ជំនាញសួរលោកគ្រូមានចំណងតាក់ទងនឹងអាការៈឈឺក្បាលរ៉ាំរ៉ៃហើយពួកគាត់ចេះតែភ័យលោកគ្រូអាចជួយបកស្រាយផងបានទេលោកគ្រូបាទសូមអរគុណសម្រាប់សំណួរអញ្ចឹងតាក់ទងជាមួយនឹងអាការៈឈឺក្បាលអ្នកណាក៏អាចកើតមានដែរសម្បូរដែរតែមិនប្រកាសថាត្រូវតែភ័យខ្លាំងពេកទេទីមួយយើងមើលទៅលើជាក់ស្ដែងទៅលើអាការៈឈឺក្បាលឈឺកន្លែងណាឈឺខាងមុខខាងក្រោយពីចំហៀងឬក៏ឈឺពីកឡើងទៅឬមួយក៏ឈឺពីថ្គាមឡើងទៅអញ្ចឹងអាការៈមានច្រើនទីមួយបើសិនជាយើងឈឺធម្មតាពេលខ្លីទេអត់ទាន់ឈឺរ៉ាំរ៉ៃយូរទេយើងត្រូវមូលហេតុជំនាញខ្លួនយើងសិនឧទាហរណ៍អ្នកខ្លះគាត់ធ្វើការច្រើនគាត់អត់គេគ្រប់គ្រាន់គាត់អង្គុយមុខកុំព្យូទ័រច្រើនអានោះក៏អាចឲ្យឈឺដែរទី2អ្នកខ្លះគាត់គិតច្រើន stress អត់សូវមានពេលសម្រាកឲ្យឈឺដែរអ្នកខ្លះគាត់អង្គុយមុខកុំព្យូទ័រយូរទៅជាប់ឈឺពីក្រោយនេះឈឺពីចង្កចាក់មកដល់ក្បាលដែរនឹងអាចជាសញ្ញាមួយតាក់ទងជាមួយនឹងឆ្អឹងកកហើយតោះមកយើងសួរគាត់ទៀតតាក់ទងមួយការងារតាក់ទងជាមួយនឹងប្រវត្តិគាត់ធ្លាប់ដួលអត់ហើយនឹងមានសញ្ញាគូផ្សំអត់ឧទាហរណ៍អ្នកខ្លះមានការកធាក់អត់កាច់ឬមួយក៏មានញាក់មុខអត់អាហ្នឹងសិតតែជាសញ្ញាដែលយើងត្រូវសួរ